នេះបងឃើញនេះគឺទឹកពុះចេញពីដីតែម្ដងណានៅខាងក្រោមនោះគឺមានកម្ដៅក្ដៅមែនតើបងប្អូនហើយទឹកនេះគឺមិនមែនទឹកពុះលក្ខណៈថាអត់ក្ដៅទេបងប្អូនគឺទឹកពុះហើយមានកម្ដៅក្ដៅមែនតើបើសិនជាយើងលុកដៃទៅអាលាក់បងប្អូនដូចរបៀបដូចយើងទឹកក្ដៅយើងធម្មតាអញ្ចឹងគ្រាន់តែថាលក្ខណៈពិសេសនៅចំណុចនេះគឺជាទឹកដែលពុះផុសចេញពីដីពីថ្មនៅខាងក្រោមដីហ្នឹងហើយមានកម្ដៅក្ដៅមែនតើបងប្អូនកម្ដៅអាចនិយាយថាក្បែរ100អង្សាហើយមើលបងប្អូននឹងហុយចេញតែម្ដងបងប្អូននេះគឺផ្សែងហុយចេញរបៀបដូចយើងទឹកពុះចឹងអញ្ចឹងនៅចំណុចនេះគឺជាទីតាំងមួយមានឈ្មោះថាទេទឹកពុះនៅស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺបងប្អូនហើយបងប្អូនមើលចុះទឹកនៅខាងក្រៅហ្នឹងគឺផុសចេញពីដីតែម្ដងនោះបងប្អូនឃើញទេគឺផុសចេញពីដីតែម្ដងណាពីថ្មនៅខាងក្រោមហ្នឹងប្រហែលជាអាចនិយាយថាថ្មនៅខាងក្រោមហ្នឹងមានកម្ដៅក្ដៅដល់ពេលអញ្ចឹងបង្កើតបានជាបាតុភូតទឹកពុះចេញពីក្រោមហើយទឹកហ្នឹងក៏ផុសចេញមកដែរបងប្អូនគឺផុសចេញពីខាងក្រោមដីហ្នឹងមកហើយអាចនិយាយថាផុសមកតិចហូររិចរហូតរៀងរាល់ថ្ងៃរៀងរាល់ឆ្នាំហើយនេះតាំងមិនដឹងថាតាំងពីឆ្នាំណាបងប្អូនរាប់រយរាប់សិបឆ្នាំហើយតាមបងប្អូនប្រជាពលរដ្ឋនៅទីតាំងនេះ